ការគ្រប់គ្រង state នៅក្នុង Flutter app លេងពិបាកទៀតហើយព្រោះពេលនេះគឺយើងនឹងប្រើប្រាស់ report ហេតុអ្វីបានយើងត្រូវប្រើប្រាស់ report ពីព្រោះវាជាសំខាន់ពីរទីមួយគឺការគ្រប់គ្រង state ពី page មួយទៅ page មួយនៅពេលដែលយើងប្រើប្រាស់ state ឆ្លង page ច្រើននោះវានឹងធ្វើឲ្យបញ្ហាច្រើនកើតឡើងហើយនឹងពិបាកក្នុងការ update state ហើយនឹងបញ្ហាជាមួយនឹង alert dialog ហើយចំណុចទី2នោះគឺបញ្ហាជាមួយនឹង real time data ឧទាហរណ៍បើសិនជាមាន signaling server ផ្ញើ data មកឲ្យ app នៅពេលនោះគឺ app មិនអាចបង្ហាញទិន្នន័យនោះទៅឲ្យ user បាននោះទេបើសិនបើគ្មាន statement ដូចជា report អញ្ចឹងនៅពេលនេះយើងនឹងចាប់ផ្ដើម install report ចូលទៅក្នុង Flutter app តែម្ដងអញ្ចឹងមកយើងត្រូវ install Flutter report ហើយនឹង report annotation បន្ទាប់ទៀតយើងត្រូវប្រើ report generator ហើយនឹង builder runner ដើម្បីអាច generate provider ចេញពី report annotation ឥឡូវនេះគឺវាមានហើយអញ្ចឹងនៅក្នុងនេះគឺមានmain page មួយហើយនឹងមាន home page ហើយនឹងមាន profile ចុះខ្ញុំនឹងធ្វើការ add provider សិនចឹងក្នុងនេះខ្ញុំនឹងបង្កើត to-do list provider មួយដើម្បីឲ្យ user add task list ចូលទៅក្នុង to-do list ហ្នឹងអញ្ចឹងផាននេះវានឹង error ដោយសារតែយើងអត់បាន generate វាចេញមកទេតែនៅពេលយើង generate វាចេញមកគឺវានឹងលេង error ហើយចឹងក្នុង build នេះយើងអាចធ្វើការ build ចេញជា array ទៅទេបានឬក៏មាន item មួយក្នុងហ្នឹងក៏បានដែរចុះក្នុងនេះខ្ញុំនឹង build ចេញជា item មួយដូចជាត្រូវទិញអីចឹងមួយឬ buy meal តែមកទៀតយើងបង្កើត function សម្រាប់ add item ចូល list ដើម្បីធ្វើការ update state ចឹងក្នុងនេះយើងអាចធ្វើការ generate វាបានចឹងពេលនោះវានឹង generate ចេញ to-do list.g ដាក់នេះចេញមកដែលជាផ្នែកមួយនៅក្នុងclass នេះចឹងឥឡូវវាខុសសារអក្សរធំទទួលយើង fix វាតិចទៅឥឡូវនេះយើងបានបង្កើត provider មួយរួចហើយគឺយើងអាចធ្វើការយក provider ទៅប្រើប្រាស់ចឹងក្នុងនេះយើងត្រូវបង្កើត class widget មួយដើម្បី extend វាចេញពី consumer state ដែលអាចប្រើជាមួយ report បានក្នុងនេះគឺយើងប្រើ consumer widget សម្រាប់ build នៅក្នុងនេះក៏ត្រូវការបន្ថែមដែរគឺយើងត្រូវប្រើជាមួយនឹង widget riff ចឹងជាដំបូងគឺយើងត្រូវបង្កើត list មួយដើម្បីឲ្យវា listen ទៅ provider ដើម្បីអាចទាញទិន្នន័យមកបានអញ្ចឹងដើម្បីអាចទាញទិន្នន័យពី provider បានគឺយើងត្រូវប្រើ riff.watch ចឹងយើងអាចធ្វើការយក to-do list ដើម្បីមក list ចេញមកថាយើងមាន type ខ្លះចឹងយើងអាច add ប៊ូតុងមួយដើម្បី add ទិន្នន័យចូលក្នុង list ហ្នឹងអញ្ចឹងដើម្បីធ្វើការ add ទិន្នន័យចូលទៅក្នុង provider គឺយើងត្រូវប្រើ riff.read តើមកនៅក្នុងនេះគឺយើងធ្វើ provider ហើយគឺ notifier
តើមកយើងអាចធ្វើការហៅ function ក្នុង provider នឹងមក ប្រើបានអញ្ចឹង provider ដែលយើងបង្កើតមុនហ្នឹងគឺវាមាន function មួយ add to do អាចប្រើបានយើងហៅ add new task ចឹងឥឡូវនេះគឺយើងអាចបង្កើត page មួយដែលអាច add new task បានហើយអូខេsorry ចឹងនៅក្នុងចំណុចនេះគឺយើងត្រូវផ្លាស់ប្ដូរ main វាយើងមិនអាចប្រើ material បានទេទៅប្រើ provider របស់ Riverport ចឹងឃើញថាឥឡូវនេះយើងបាន apply Riverport provider ចូលទៅក្នុង Flutter app ហើយចឹងយើងអាចធ្វើការ test សាកល្បងមើលបានមានយើងមាន truly មាន by mail នេះមាន profile នេះធម្មតាចឹងឥឡូវយើង by mail អញ្ចឹងយើង set to do ចូលទៅក្នុង list វាឃើញវាចេញមកបាន task ថ្មីមួយទៀតតើមកយើង add task ថ្មីមួយទៀតវិញចេញមកចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេជាមួយនឹង Riverport Web State Management បើសិនជាអ្នកនរគ្នាយកចិត្តកុំភ្លេចជួយ like និង subscribe ផងដើម្បីអាចចែករំលែកចំណេះដឹងទៅដល់ developer ផ្សេងផងដែរបើសិនជាអ្នកនរគ្នាមានចម្ងល់អីអ្នកនរគ្នាអាចធ្វើការ comment នៅខាងក្រោមបានអរគុណ